បរោះព្រៃភ្នំម្នាក់ហ្នឹងគាត់ចាប់បានសត្វមាន់ព្រៃមួយក្បាលនៅពេលដែលចាប់បានហើយគាត់ក៏យកមាន់ព្រៃហ្នឹងទៅលក់នៅផ្សារទាំងរស់មកធ្វើដំណើរបានដល់ពាក់កណ្ដាលផ្លូវជួបបរោះម្នាក់ទៀតដែលបរោះម្នាក់ទៀតហ្នឹងគាត់អត់ស្គាល់ថាសត្វហ្នឹងជាសត្វអ្វីទេហើយក៏សួរថាតើសត្វហ្នឹងជាសត្វអីបរោះព្រៃភ្នំថាអ្នកឯងពិតជាអត់ស្គាល់សត្វហ្នឹងមែនឬអាហ្នឹងគេហៅថាសត្វហង្សណានៅពេលដែលដឹងថាបរោះនឹងអត់ស្គាល់អញ្ចឹងគឺកុហកថាជាសត្វហង្សទៅមកហើយបរោះហ្នឹងឮថាសត្វហង្សអញ្ចឹងក៏គិតថាសត្វហង្សជាសត្វកម្រហើយក៏សុំទិញទៅបរោះអ្នកលក់ហ្នឹងគាត់ធ្វើអេនអនហាក់ដូចជាមិនចង់លក់ណាព្រោះគាត់ចង់បានលក់ថ្លៃជាងហ្នឹងហើយបរោះហ្នឹងគាត់ក៏ឲ្យតម្លៃមកកប់ទៅមកពេញចិត្តណាក្រោយតែបានសត្វមាន់នឹងហើយបរោះហ្នឹងក៏យកទៅផ្ទះត្រៀមថានឹងយកហង្សហ្នឹងទៅថ្វាយព្រះរាជាហ្នឹងហើយព្រោះគាត់មានដឹងថាជាសត្វមាន់ទេណាគាត់គិតថាសត្វហង្សដែរព្រោះគាត់អត់ស្គាល់ហង្សស្គាល់មាន់ផងឬគេអ្នកបៃភ្នំថាហង្សហើយមិនតាន់ទាំងបានយកទៅថ្វាយព្រះរាជាផង2ថ្ងៃក្រោយមកហ្នឹងសត្វមាន់ហ្នឹងក៏វាស្លាប់ទៅហើយបរោះហ្នឹងកើតទុកគឺថាយំយែកហូបបាយក៏មិនបានសម្ញានក៏មិនលក់ណាគឺយំសោកហើយក៏យកហើយក៏មិនហ៊ានស៊ីដែរហើយយកមាន់ហ្នឹងយកទៅកប់ចោលទៅហ្នឹងហើយដែលខ្លួនគិតថាហង្សហ្នឹងហើយក្រោយពីកប់ចោលហ្នឹងហើយក៏មិនទាន់បាត់កើតទុកទៀតគឺថានៅយំនៅស្ដាយសំណោះហ្នឹងហើយអ្នកស្រុកអ្នកភូមិហ្នឹងគាត់មកជួបមកឃើញអញ្ចឹងណាគាត់ក៏ប្រាប់ពីរឿងហ្នឹងថាខ្លួនទិញបានសត្វហង្សថាយកនឹងបំរុងយកទៅថ្វាយព្រះរាជាតែវាក៏ងាប់ទៅអ្នកស្រុកអ្នកភូមិហ្នឹងក៏និយាយតគ្នាពីមាត់មួយទៅមាត់មួយហើយអាណិតបរោះហ្នឹងដល់ពេលអញ្ចឹងម្នាក់អាណិតបរោះហ្នឹងមែនតើថានឹងត្រូវបានយកសត្វហង្សទៅថ្វាយព្រះរាជាហើយបែរជាស្លាប់ណាហើយអ្នកស្រុកអ្នកភូមិក៏ជឿតាមបរោះហ្នឹងទៅហ្នឹងហើយពីមាត់មួយទៅមាត់មួយគេថាក្អែកមួយជាក្អែក10ណាយូរទៅគឺដំណឹងហ្នឹងកាន់តែសុសសាយទៅក៏លឺដល់ព្រះរាជាព្រះរាជាក៏ទ្រង់ឲ្យគេហៅបរោះហ្នឹងទៅជួបព្រោះដោយឮថាបានសត្វហង្សហើយបំរុងយកមកថ្វាយដល់លោកណាប៉ុន្តែដោយវាស្លាប់ចឹងទៅអញ្ចឹងព្រះរាជាក៏អាណិតហើយហៅមកជួបហើយព្រះអង្គក៏បរិជ្ជទាននៅទ្រព្យសម្បត្តិយ៉ាងច្រើនណាបរោះហ្នឹងទទួលបានទ្រព្យសម្បត្តិលើសអំពីការទិញពីអ្នកបៃភ្នំរហូតដល់10ដងឯណោះណាអញ្ចឹងខ្ញុំគណៈអាត្មាលើករឿងនេះមកគឺចង់បញ្ជាក់ពីរឿងដែលមិនពិតហើយនៅពេលដែលនាំគ្នាចេះតែនិយាយពីមួយទៅមួយណាមិនស្គាល់ប្រភពច្បាស់លាស់នោះណាក្អែកមួយជាក្អែក10វាទៅជាពិតណាអញ្ចឹងបានថាពាក្យសម្ដីនេះវាអញ្ចឹងណាញាតិញោមណានៅពេលដែលរឿងហ្នឹងវាមិនមែនជារឿងពិតក៏ដោយតែបើកាលណាមនុស្សនិយាយកាន់តែច្រើនទៅណាវាអាចទៅជាការពិតដោយរឿងមន់ខ្លាយទៅជាហង្សមិនអញ្ចឹងប្រភពដើមគឺមានតែបរោះអ្នកនៅព្រៃភ្នំឯណោះទេដែលដឹងថាវាជាហង្សឬជាមន់ប៉ុន្តែអ្នកទី2ណែអ្នកទិញពីគាត់ណែដែលមិនស្គាល់ថាជាហង្សឬជាមន់ផងឬទៅគេថាហង្សក៏ហង្សទៅណាហើយក៏ចំណាយលុយយ៉ាងច្រើនទិញចឹងទៅណាអាហ្នឹងដោយសារអីដោយសារតែមិនដឹងមិនស្គាល់ល្ងងនឹងឯងណាដល់ពេលអញ្ចឹងគឺគេកុហកក៏ជឿគេទៅ
ហើយដល់ពេលអ្នកស្រុកអ្នកភូមិអីណានៅពេលដែលបរោះនឹងប្រាប់ថាហងនឹងស្លាប់ក៏មិនបានទៅជីកឬជីកគល់មិនបានទៅមើលថាហងនឹងមែនឬក៏អត់ហើយក៏នាំគ្នាជឿទៅតស្រុកតភូមិតនគរទាំងមូលចឹងទៅណាអាហ្នឹងវាពាក់ព័ន្ធទៅនឹងរឿងជំនឿខ្លះញាតិញោមណាដែលយើងជឿយ៉ាងនេះជឿយ៉ាងនោះហ្នឹងគឺពីប្រភពដើមមកវាអាចចេញមកពីបាតុភូតធម្មជាតិនៅពេលដែលមនុស្សមិនដឹងហើយចេះតែវាយស្មានចេះតែប្រឌិតរឿងឡើងទៅតាមការភ័យខ្លាចទៅតាមជំនឿទៅតាមកតិរបស់ខ្លួននោះហ្នឹងហើយអញ្ចឹងបង្កើតជាជំនឿផ្សេងតគ្នាមកណារហូតដល់សប្តាហ៍ថ្ងៃយើងមើលជំនឿច្រើនណាស់នៅលើពិភពលោកដោយឡែកស្រុកខ្មែរយើងហ្នឹងក៏មិនមែនតិចដែរហើយអ្នកដែលត្រូវបានជាប់នៅក្នុងជំនឿហើយចាញ់បោកក៏មិនតិចដែរញាតិញោមណាខាងនេះបកែខាងនោះបកែចុះឡើងហ្នឹងអស់គូតខោណាអញ្ចឹងរឿងជំនឿផ្ដេសផ្ដាស់អបិយជំនឿទាំងឡាយហ្នឹងអបិយជំនឿខ្លះមួយចំនួនធំមិនមែនខ្លះទេមួយចំនួនធំគឺវាប្រឆាចហេតុផលជំនឿខ្លះក៏វាល្អដែរប៉ុន្តែជំនឿដោយច្រើនហ្នឹងគឺมันមានហេតុផលធ្វើឲ្យមនុស្សលែងជឿជាក់លើខ្លួនឯងលែងមានជំនឿខ្លួនឯងបែរជាជឿទៅលើវត្ថុស័ក្តិសិទ្ធិខាងក្រៅចុះឡើងគឺអស់ពីខ្លួនអញ្ចឹងទៅណាអញ្ចឹងរឿងអបិយជំនឿនេះបើកាលណាយើងជឿស្លុបជឿងប់ទៅហើយគឺយើងអត់ប្រើបញ្ញាអត់ប្រើវិចារណញ្ញាណទេអញ្ចឹងបានសទ្ធាគឺត្រូវអមជាមួយបញ្ញាជំនឿគឺត្រូវតែដើរស្របជាមួយបញ្ញាអត់មានបញ្ញាជំនឿនឹងផ្កាប់មុខណាអស់គូតខោហើយណាវាទៅជាបញ្ហាដល់ខ្លួនបញ្ហាដល់សុខទេសទៅទៀតញាតិញោមដោយសារតែប្រើតែជំនឿអត់ប្រើបញ្ញាហ្នឹងអញ្ចឹងជំនឿត្រូវតែស្របតាមហេតុផលបើសិនជាអត់មានហេតុផលអត់មានបញ្ញាទៅជាមួយគឺវាច្រើនតែរងគ្រោះនឹងឯងវាច្រើនតែរងគ្រោះនឹងឯងអាចជំនឿហ្នឹងដូចភាពលោភលន់យើងញោមជំនឿនោះវានាំឲ្យអន្តរាយដូចភាពលោភលន់អញ្ចឹងភាពលោភលន់តែកាលណាយើងលោភលន់វាងាយក្នុងការគេស្ទូចយកណាងាយក្នុងការគេបិទនុយដែលមានផ្លែងៀងវានឹងជាប់ស្ទូចណាហើយតែយើងលោភលន់ហើយណាគឺទៅស្លងអញ្ចឹងទៅហើយស៊ីនុយគេជាប់ងៀងស្ទូចបដ ாய் ហ្នឹងហើយរឿងនេះក៏បង្ហាញអំពីអានុភាពនៃការប្រម៉ូទនៃការផ្សព្វផ្សាយឲ្យគេស្គាល់ជួនកាលរបស់ហ្នឹងវាមិនជាល្អណាស់ណាប៉ុន្តែគេប្រកែប្រម៉ូទគេប្រកែលើកប្រកែដាក់ប្រកែបញ្ចេញប្រកែបញ្ចូលណាធ្វើឲ្យគេស្គាល់ច្រើនគេជឿរបស់មួយទៀតដែលមានគុណភាពប្រហែលគ្នាឬក៏គុណភាពខ្លាំងជាងហ្នឹងផងប៉ុន្តែអត់ចេះប្រម៉ូទអត់ផ្សព្វផ្សាយគេអត់ស្គាល់ហ្នឹងគឺកប់អញ្ចឹងបានសម័យបច្ចុប្បន្នហ្នឹងឃើញគេមានផលិតអីបានគេប្រម៉ូទគេផ្សព្វផ្សាយគេជួលសិតតែតារាសិតតែអ្នកកីឡាសិតតែតារាល្បីដើម្បីធ្វើការផ្សព្វផ្សាយនៅផលិតផលរបស់ពួកគេណានៅពេលដែលគេស្គាល់ផ្ទុះទៅណាវាទៅជារបស់ brand មួយដែលមានតម្លៃខ្ពស់ឬក៏លក់ដាច់ចឹងទៅរីឯអ្នកដែលអត់ចេះប្រម៉ូទណាទោះបីជារបស់ហ្នឹងល្អជាងខ្លាំងជាងប្រកែជាងមានគុណភាពជាងក៏ដូចជាគេមិនសូវទុកចិត្តអញ្ចឹងបានរឿងទាំងអស់ហ្នឹងវាសិតតែជារឿងមួយដែលយើងស្ដាប់ក៏ស្ដាប់ចោះណាប៉ុន្តែយើងមិនត្រូវចេះតែជឿទេណាគឺយើងកុំអាងទៅថាអូនឹងតារាណាគេប៉ុណ្ណឹងដែរគេមិនកុហកទេប៉ុន្តែរឿងចំនួនរឿងការរកស៊ីញាតិញោមគឺគេដើម្បីចំណេញយ៉ាងម៉េចក៏គេហ៊ាននិយាយហ៊ានថាដែរដូចជាការផ្សាយស្រាផ្សាយបរិយអញ្ចឹងញាតិញោមឃើញទេសូរាបរិយ
ណាដែលធ្វើឲ្យយើងមានសុខភាពធ្វើឲ្យយើងសង្ហានោះណាប៉ុន្តែនៅពេលដែលគេផ្សព្វផ្សាយចឹងទៅគឺថាណាយើងអ្នកចង់ផងហើយគេនិយាយបែបគុណភាពលយឆាយរបស់គេផងវាទៅជាល្អបដ ாய் វាស៊ីគ្នាញោមស៊ីគ្នាណាអញ្ចឹងមិនថាយើងត្រូវស្ដាប់ក៏ស្ដាប់គេមានសិទ្ធិផ្សព្វផ្សាយក៏ផ្សព្វផ្សាយប៉ុន្តែយើងមានសិទ្ធិស្ដាប់មានសិទ្ធិពិចារណាមិនចេះតែជឿទេហើយបើយើងចេះតែជឿណាគឺវាខាតពេលវេលាខាត់លុយខាត់កាក់សពបែបសពយ៉ាងនឹងឯងបើអញ្ចឹងទេយើងជឿអីក៏ដោយគឺទៅតែស្របជាមួយនឹងបញ្ញាពីព្រោះយើងមិនអាចហាមឃាត់គេមិនឲ្យកុហកយើងមិនអាចហាមឃាត់មនុស្សទូទៅក្នុងโลกនឹងឲ្យដើរត្រង់តាមក្រឹតតាមຂ្នាតតាមបន្ទាត់ទេប៉ុន្តែសំខាន់យើងអាចហាមខ្លួនឯងមិនឲ្យចេះតែជឿបាន